ពេលដែលខ្ញុំបានឃើញសារព័ត៌មាននេះហើយខ្ញុំពិតជាមានការហួសចិត្តខ្លាំងណាស់ដែលសារព័ត៌មានធំប៉ុណ្ណឹងដែរតែឲ្យថៃទិញក្បាលបានខាងក្រោមនេះខ្ញុំនឹងនិយាយសង្ខេបខ្លះៗពីអ្វីដែលសារព័ត៌មាននេះបានចុះទី1គេបាននិយាយអំពីសារសំឡេងដែលនាយករដ្ឋមន្ត្រីថៃបែកធ្លាយជាមួយលោកហ៊ុនសែនទី2គេបាននិយាយអំពីផលប៉ះពាល់ចំពោះទំនិញថៃជាពិសេសទំនិញកសិកម្មដូចជាបន្លែត្រីសាច់ជាដើមសូម្បីតែឡានដឹកសាំងគោកម្ពុជាបញ្ជូនឲ្យត្រឡប់មកវិញដែរទី3គេបានបន្ថែមថាប្រជាជនថៃពិតជាមានអារម្មណ៍ភ័យខ្លាចបានវិលត្រឡប់មកវិញបន្ទាប់ពីឈប់មានសង្គ្រាមអស់ជាច្រើនឆ្នាំមកគេបាននិយាយថាសាលារៀនដែលនៅព្រំដែនជិតកម្ពុជាគេបានរៀបចំដើម្បីការពារពីសង្គ្រាមដូចជាសាងសង់លេនដ្ឋាននិងសំណង់ផ្សេងទៀតជាដើមគេបាននិយាយថាកម្ពុជាយើងមានប្រៀបជាងថៃដោយសារតែយើងនៅទីខ្ពស់អញ្ចឹងគ្រាន់តែយើងតម្រង់កំភ្លើងមកគឺបាញ់បាទគេទៅរឿងអស់សំណោយដែរដែលសារព័ត៌មានមួយនេះចុះផ្សាយមកធ្វើដូចជាថៃជាអ្នករងគ្រោះអញ្ចឹងដែលបង្ហាញពីភាពភ័យខ្លាចពីកម្ពុជាធ្វើដោយកម្ពុជានឹងជាប្រទេសនៃកាចសាហាវខួខើអញ្ចឹងចំណែកឯរឿងទី4នោះគេបាននិយាយអំពីការឈ្លានពានតើអ្នកណាជាអ្នកឈ្លានពានមុនបើជឿតាមថៃគឺថៃប្រាប់ថាកម្ពុជាយើងឈ្លានពានចូលទឹកដីគេមុនមានទាំងការជីកលេនដ្ឋានជាពិសេសត្រង់ប្រាសាទតាម៉ោនធំនេះឯងដែលធីវិវាទធំបំផុតហើយបើជឿកម្ពុជាវិញគឺថាខាងថៃជាអ្នកបង្ហោះដ្រូនមកនិងជាអ្នកបាញ់កម្ពុជាមុនដែរដោយចោទថាកម្ពុជាចូលទឹកដីខ្លួនរឿងនេះពួកយើងគួរតែយល់ច្បាស់ឲ្យថាតើអ្នកណាជាអ្នកមានឈ្លានពានគេសម្រាប់យើងជាកូនខ្មែរជាឈាមខ្មែរទោះមិនបាននៅក្នុងហេតុការណ៍ហ្នឹងក៏យើងជឿជាក់ 100% ដែរថាខ្មែរមិនទៅរំលោភបំពានទឹកដីអ្នកណាទេសុំត្រឹមតែការពារទឹកដីដែលមានកុំឲ្យបាត់បង់តែប៉ុណ្ណោះតែខាងនោះឲ្យតាដែលតែងតែមានគំនិតមិនស្របតាមការគូផាន់ទីអបបារាំងសម្រាប់រឿងទី5គឺគេនិយាយថាពេលនេះច្រកព្រំដែនកម្ពុជាថៃបានបិទទាំងស្រុងហើយដោយគេនិយាយថាថៃបានបិទច្រកព្រំដែនបន្ទាប់ពីកម្ពុជាយើងបានបិទមុនត្រង់នេះហើយខ្ញុំហ៊ាននិយាយសារព័ត៌មានមួយនេះត្រូវបានថៃទិញក្បាលឲ្យផ្សាយទាំងដែលដឹងហើយឮហើយថាថៃជាអ្នកធ្វើមុនទាំងអស់ចុងក្រោយទី6គេបែរជាបងបាយសាច់រឿងការបិទព្រំដែនទៅជាការបិទព្រំដែនដើម្បីជៀសវាង scamming ពីកម្ពុជាទៅវិញព្រោះគេបានបិទច្រកព្រំដែនជាមួយមីយ៉ាន់ម៉ារួយហើយចំពោះករណីមួយនេះគិតទៅយប់ដែរចោតគេលៀបពាត់ឲ្យបង្វែរសាច់រឿងឲ្យជាតិដទៃមើលងាយជាតិខ្មែរចាំងដែលអ្វីខ្លួនឯងជាអ្នកបង្កមុនទាំងអស់នៅមានរឿងច្រើនទៀតតែខ្ញុំសូមនិយាយតែពីចំណុចសំខាន់តែប៉ុណ្ណោះបើបងប្អូនចង់យល់ច្បាស់ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនព្យាយាមមើលព័ត៌មានក្រៅស្រុកផងក៏មើលទៅព័ត៌មានក្នុងស្រុកដើម្បីឲ្យដឹងច្បាស់កាន់តែស៊ីជម្រៅចុងក្រោយតើបងប្អូនយល់យ៉ាងណាដែរចំពោះព័ត៌មានមួយនេះ